នេះដងព្រៃក្បែរភ្នំហេមពានកាលព្រះសម្មាសម្ពុទ្ធយោនយកកំណើតជាសត្វសេកឈ្មោះសាលិកេតិរៈបន្ទាប់ពីបានទទួលការគ្រប់គ្រងវង្សសេកដ៏ធំមួយជាបរិវារបន្ទាប់ពីឪពុកចាស់ជរាស្ដេចសេកក្មេងដែលមានមាឌធំមាំមានពណ៌ឆោមល្អឆើតប្លែកពីគេតែងតែនាំសេកជាបរិវារទាំងឡាយហើររកចំណីដោយសុខសាន្តតាមវាលរៀបចន្លោះភ្នំដែលសម្បូរទៅដោយស្រូវសាលីព្រៃជាចំណីរបស់បក្សាបក្សីទាំងឡាយខ្ញុំត្រឡប់ពីរកចំណីវិញហើយនេះគឺស្រូវសាលីព្រៃសម្រាប់ពុកនិងម៉ែប្រសើរណាស់កូនពុកនិងម៉ែកំពុងតែឃ្លានផងកូនសម្លាញ់ឪពុកមកហើយកូនទាំងអស់គ្នាឃ្លានហើយមែនទេនេះគឺស្រូវសាលីព្រៃចូលយកចែកគ្នាជាចំណីចុះអរគុណលោកម្ចាស់ដ៏ប្រសើរបបិទ្ធលោកម្ចាស់ជាទីគោរពពេលនេះជារដូវដែលស្រូវសាលីនៅនគរមគធៈទុំបរិបូរណ៍ហើយពួកយើងទៅរកចំណីទីនោះម្ដងទៅត្បិតស្រូវសាលីទីនោះមានរសជាតិឆ្ងាញ់ប្រសើរជាងស្រូវសាលីព្រៃដែលយើងយកមកធ្វើជាចំណីអាហាររាល់ថ្ងៃនេះទៅទៀតស្រូវទុំបរិបូរណ៍ហើយនឹងធំល្វឹងល្វើយស្រូវសាលីដែលនគរមគធៈនេះពិតជាចំណីដ៏ល្អរបស់ពួកយើងហើយទាំងអស់គ្នាចូលចុះទៅចាក់ស៊ីជាចំណីចុះតែត្រូវប្រយ័ត្នខ្លួនពីពួកឆ្មាំយាមស្រូវទាំងឡាយផងហើយកុំភ្លេចពេលត្រឡប់ទៅវិញត្រូវពំនៅគួរស្រូវខ្លះផងហើយចុះវងសេកទាំងនេះមកពីណាអីក៏ច្រើនយ៉ាងនេះចេញទៅពួកអាសេកចង្រៃហ៊ានមកស៊ីស្រូវរបស់យើងផងឆាប់ទៅឲ្យឆ្ងាយទៅអស់ទៅណែនេះឆ្មាំនេះចង់ជួបយើងតើមានកិច្ចការអ្វីទៅបបិទ្ធលោកម្ចាស់ឆ្នាំនេះផលស្រូវសាលីរបស់យើងល្អណាស់តែដោយមានវងសេកជាច្រើនចុះមកស៊ីហើយខ្ញុំពុំអាចការពារឈ្នះទេទើបបានជាធ្វើឲ្យខូចខាតស្រូវអស់ជាច្រើនគ្រាន់តែរឿងសត្វសេកចុះស៊ីស្រូវសោះក៏នាយមិនអាចការពារបានតើនាយធ្វើការយ៉ាងម៉េចលោកម្ចាស់វងសេកទាំងអស់នោះពិតជាច្រើនលើសលប់ណាស់ហើយក៏មិនខ្លាចខ្ញុំដេញដែរតែគួរឲ្យចម្លែកក្នុងចំណោមសត្វសេកទាំងនោះមានសេកមួយក្បាលមានមាឌធំជាងគេមានរូបឆោមពណ៌សម្បុរល្អប្លែកគួរឲ្យចាប់អារម្មណ៍ហើយជាងនេះទៅទៀតនោះពេលដែលស៊ីឆ្អែតហើយសេកនោះតែងតែពំគួរស្រូវជាច្រើនគួរទៅជារៀងរាល់ថ្ងៃថែមទៀតផងបើពិតជាអញ្ចឹងនោះសេកធំនោះប្រកាសជាមេគេជាស្ដេចសេកហើយនេះឆ្មាំចូលនាយទៅដាក់អន្ទាក់ចាប់សេកនោះឲ្យបានចាប់ទាំងរស់យកមកឲ្យយើងជាខ្សែអ្វីនឹងមិនមកចងរត់ជើងខ្ញុំជាប់យ៉ាងនេះបើខ្ញុំស្រែកពេលនេះសេកទាំងឡាយនឹងផិតភ័យផ្អើលឆោឡោខានស៊ីចំណីមិនខានខ្ញុំត្រូវទៅទ្រាំនឹងការឈឺចាប់នេះរងចាំពួកគេស៊ីឆ្អែតសិនចុះដល់វេលាសមល្មមគិតថាសេកទាំងឡាយស៊ីឆ្អែតគ្រប់គ្រាន់ហើយទើបស្ដេចសេកចាប់ស្រែកយំឡើងយ៉ាងក្រលួចឲ្យជាសញ្ញាដល់ពពួកសេកទាំងអស់ថាខ្លួនមានគ្រោះថ្នាក់ជាប់អន្ទាក់ហើយឮសម្រែកនេះហើយសត្វសេកជាបរិវារទាំងអស់ផិតភ័យភ្ញាក់ផ្អើលជាខ្លាំងនាំគ្នាហោះហើរឈុលពេញមេឃលើវាលស្រែពួកគេបានស៊ីឆ្អែតផឹកឆ្អែតរួចហើរទៅអស់មានតែខ្ញុំទេនៅជាប់អន្ទាក់តែម្នាក់ឯងតើខ្ញុំបានសាងបាបកម្មអ្វីទៅណោះចាប់ឯងបានហើយនេះពិតជាសេកធំជាងគេដែលខ្ញុំចង់បានមែនពិតជាសេកចម្លែកនិងមានពណ៌ឆោមល្អប្លែកមែនពិតមែនហើយលោកម្ចាស់អ្នករងការឈឺចាប់ហើយចាំយើងស្រាយខ្សែចំណងឲ្យចុះអ្នកមានមាឌធំពោះធំជាងគេស៊ីស្រូវយើងឆ្អែតហើយនៅពំគួរស្រូវរបស់យើងយកទៅទៀតតើអ្នកស្អប់យើងដោយប្រការអ្វីឬក៏មានជង្រុកធំសម្រាប់ទុកស្រូវនោះបបិទ្ធលោកម្ចាស់កោសយៈខ្ញុំពុំបានស្អប់លោកម្ចាស់ដោយប្រការអ្វីឡើយហើយខ្ញុំក៏គ្មានជង្រុកផ្ទុកស្រូវឯណាដែរទៅដល់ក្នុងព្រៃខ្ញុំយកស្រូវមួយចំណែកទៅសងបំណុលចាស់មួយចំណែកទៅបលបំណុលថ្មីនិងមួយចំណែកទៀតខ្ញុំកប់ជាកំណប់ក្នុងព្រៃមនាលសេកដ៏ចម្រើនចូលអ្នកបញ្យល់ឲ្យច្បាស់មកមើលយើងពុំយល់ពីចម្លើយរបស់អ្នកឡើយបបិទ្ធលោកម្ចាស់ខ្ញុំមានមេដាបៃតាចាស់ជរាលោកហើររកចំណីលែងកើតទៀតហើយខ្ញុំយកស្រូវសាលីមួយចំណែកទៅចិញ្ចឹមលោកជាការតបស្នងសងគុណដែលលោកបានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំរហូតមកនេះឈ្មោះថាសងបំណុលចាស់
ម្យ៉ាងទៀតខ្ញុំមានកូនតូចៗដែលមានស្លាប់ទុនខ្ចីមិនទាន់អាចហៅរកចំណីដោយខ្លួនឯងបាននៅឡើយខ្ញុំមានទួនាទីចិញ្ចឹមពួកគេឲ្យធំឡើងនេះហើយជាការបល់បំណុលថ្មីរបស់ខ្ញុំបបិទ្ធលោកម្ចាស់ចំណែកស្រូវមួយចំណែកទៀតខ្ញុំយកទៅចែកជាទានដល់សត្វសេកដទៃមួយចំនួនដែលជាចាស់ជរាខ្លះខ្វិនខ្លះខ្វាក់ភ្នែកហើយរកចំណីខ្លួនឯងពុំបានការធ្វើទាននោះឈ្មោះថាជាកំណប់ក្នុងព្រៃរបស់ខ្ញុំគឺកប់ជាកំណប់បុណ្យរបស់ខ្ញុំសម្រាប់ទៅក្នុងបរលោកនេះមនាសេកដ៏ចម្រើននេះជាឧត្តមគតិខ្ពង់ខ្ពស់ណាស់សម្រាប់ជីវិតខ្ញុំពុំដែលបានស្ដាប់ឮពាក្យពេចន៍ដ៏ពីរោះយ៉ាងនេះឡើយចូលអ្នកមានសេចក្តីសុខចុះយើងនឹងលែងអ្នកទៅវិញហើយថ្ងៃក្រោយអ្នកមកចុះនាំទាំងបរិវាររបស់អ្នកទាំងអស់មកផងយើងនឹងប្រគល់ស្រូវសាលីនៃផ្ទៃដីចំនួន1000អាសម្រាប់ពួកអ្នកមកចឹកស៊ីតាមសេចក្តីត្រូវការចុះយើងនឹងជួបគ្នាទៀតយើងរក្សាមិត្តភាពដ៏យូរអង្វែងនេះតទៅបបិទ្ធលោកម្ចាស់កៅសយៈខ្ញុំសូមអរគុណជាអតិបរមាចំពោះចំណីអាហារនិងមិត្តភាពដ៏ប្រសើររបស់លោកម្ចាស់សូមលោកម្ចាស់ចិញ្ចឹមមាតាបិតាថែរក្សាគាត់ឲ្យបានល្អហើយធ្វើបុណ្យដាក់ទានចម្រើនគុណធម៌ទាំងឡាយចំពោះអំណោយដ៏ថ្លៃថ្លាគឺស្រូវស្រែ1000អាខ្ញុំសូមទទួលតែ8អាគឺគ្រប់គ្រាន់សម្រាប់ពួកយើងទាំងឡាយហើយមនាសេកដ៏ចម្រើនចូលអ្នកត្រឡប់ទៅវិញដោយសុវត្ថិភាពចុះហើយលួងលោមឪពុកម្ដាយអ្នកដែលកំពុងសោកសៅដោយបាត់រូបអ្នកឲ្យមានសេចក្តីធូរស្រាលវិញផងកតញ្ញូតាធម៌ជាគុណធម៌ប្រសើររបស់សប្បុរសទាំងឡាយកតញ្ញូតាធម៌នាំមកនូវសេចក្តីចម្រើនទាំងបច្ចុប្បន្ននិងបរលោកនេះជាឧបនិស្ស័យនាយឆ្មាំចាំស្រែបានមកកើតជាឆន្ទៈភិក្ខុលោកសេដ្ឋីកោសយៈគោតបានជាអានន្ទឯស្ដេចសេកគឺអង្គព្រះសម្មាសម្ពុទ្ធនៃយើង